សួស្តីបងប្អូនថ្ងៃនេះខ្ញុំប្រាប់បងប្អូនជាងភ្លើងដៃថ្មីណាដែលអត់ទាន់ស្គាល់ថាខាងណាលូកស្គីតណាប៉ាប់លូកស្គីតណាស្វីតសម្រាប់ពូលភ្លើងណាខាងណាសម្រាប់ប្រាប់ហើយខ្ញុំប្រាប់បងប្អូនខាងយើងចូលមុខទល់នឹងទូអញ្ចឹងខាងស្ដាំដៃរបស់យើងនេះខាងនេះគឺស្វីតគូគឺស្គីតគូខាងនេះគឺរឹបមុនដំបូងគឺរឹប2 4 6 8 10 12 13 14 15 16 17 20អានេះគេប្រើសម្រាប់ប៉ាប់បើខាងឆ្វេងដៃយើងនេះស្វីតគេរឹបមួយរឹបលេខសេស1 3 5 7 9 11 12 13 15 17 19 21បាត់លេខ20អើយបាត់អើយបងប្អូនអត់ទាន់ដឹងអាចមើលវីដេអូនេះបានហើយថ្ងៃក្រោយកុំអុយឆ្ងល់ទៀតថាអាណាគេរឹប2អាណាគេរឹប1អាណាគេរឹប4 5អីចាំទុកថាខាងស្ដាំដៃយើងនេះគឺលេខគូខាងឆ្វេងដៃនេះគេ